វីដេអូនេះគឺ version ដែលធ្វើបនធ្វើទៀនដើរសុំសុកហ្មងបាទទៅកន្លែងណាក៏បនដែរថ្ងៃទី14អញ្ចឹងឥឡូវនេះគឺយើងមកគ្នាទៅលេងកំពង់ភ្លុកហើយនេះគឺជាលើកទី1ដែរដែលបានទៅលេងចាំមើលមានអីគេប្លែកខ្លះតើទៅមើលបងប្អូនគ្នាគាត់ដឹងថាសម្លេងគាត់អត់លឺទេគាត់ថ្លង់ទូកមែនតើហើយក៏ចេះតែនិយាយទៅហើយខ្ញុំអ្នកថតខ្ញុំចេះតែថតតែទៅហើយអ្នកថតទស្សនភាពហ្នឹងក៏អត់ខ្ចីខ្វល់គឺតែពីថតអ្នកនិយាយក៏និយាយទៅហើយនេះជាទេសភាពនៅកំពង់ភ្លុកផ្ទះគឺនៅលើទឹកតែម្ដងនេះលើកទី1ខ្ញុំផ្លេចភ្នែកខ្លាំងណាស់សម្រាប់ប្រជាជននៅហ្នឹងទៅណាមកណាគឺត្រូវជិះទូកអញ្ចឹងតែម្ដងសាគាត់នេះហ្មងនេះអ៊ំទូកមកលក់នៅលើកដាទលេហ្មងប៉កែមែនតែនអីក៏មានលក់ដែរលក់នំគ្រប់មុខហើយតម្លៃអត់គឺថ្លៃមកទេតម្លៃសមរម្យសម្រាប់ព្រឹកថ្ងៃបន្ទាប់គឺនាំគ្នាមកខាងប្រាសាទអង្គរវត្តនេះនៅមកចំហៀងប្រាសាទគេហៅថាប្រាសាទនាងខ្មៅឬក៏នាគខ្មៅដើម្បីមកបន់ស្រន់សុំរកស៊ីមានបានមានសេចក្តីសុខអីចឹងណាពីព្រោះខ្ញុំធ្លាប់មកម្ដងដែរសម្រាប់កន្លែងហ្នឹងគឺស័ក្តិសិទ្ធិមែនទែនដោយសារចូលទៅគឺមានភាពស្ងប់ស្ងាត់ហើយមានដូនជីគាត់នៅចាំសូត្រធម៌នៅខាងក្នុងហ្នឹងទៀតមានអារម្មណ៍ថាប្លែកមែនទែនហើយសម្រាប់កន្លែងទី2គឺទៅក្នុងអង្គរម្ដងប៉ុន្តែទៅខាងលោកតារាជទៅសូមសេចក្តីសុខនិងរកស៊ីមានបានដូចគ្នានិយាយទៅឲ្យតែមកសៀមរាបគឺអត់ភ្លេចកន្លែងហ្នឹងទេគឺមកបន់ស្រន់រហូតតែម្ដងពីសែនសុំពរជ័យហើយមកញ៉ាំបាយនៅភូមិព្រះដាក់ហើយបោះដំណើរទៅប្រាសាទពទាយស្រីព្រោះមិនសូវបានទៅទេហើយនេះជាលើកទី2ដែលទៅប្រាសាទពទាយស្រីដែរពីព្រោះចង់ទៅឃើញរបស់ប្លែកៗតោះធំជិះឆ្ងាយបន្តិចប៉ុន្តែអត់មានបញ្ហាអីទេស្រួលជិះpåផ្លូវលើស្អាតថ្ងៃភ្ជុំធំហើយដំណើរទូរស័ព្ទទាំងនេះគឺមកដល់ប្រាសាទពទាយស្រីហើយឥឡូវយើងនៅក្នុងប្រាសាទហ្មងយើងចូលមកអ្វីដែលសំខាន់ជាងគេគឺតិចភ្នែកមែនតើប្រាសាទគឺគួរស្វែងរចនាច្រើនណាសំខាន់ជាងគេបើយើងអត់ដឹងប្រវត្តិនៃប្រាសាទហ្នឹងយើងអត់ដឹងថាមានន័យមិនគេមិនបើល្អហ្មងគួរតែជួលកាយដើម្បីឲ្យគេប្រាប់ពីតកតងជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្រអាហ្នឹងយើងដឹងច្រើនសម្រាប់ល្ងាចហ្នឹងមកលេង Pop Street តែចង់ទៅកន្លែងប្លែកៗឆែក Google ក៏ឃើញបារនេះដើរតាម Google រកតម្រាំតែឃើញបត់ឆ្វេងបត់ស្ដាំចង់វែងទៀតតែអត់អីទៀតប្លែករបស់គេចំណាយពេលដែលមកដល់ហ្នឹងក៏អត់ស្ដាយលេង Ê, là chạm với gì? Là
ហ្នឹងចុងក្រោយបិទគូតញ៉ាំរ៉ូទីចូលគេសំខាន់ញ៉ាំផ្អែមឲ្យចូលគេនេះ